រៀនពីហ៊ុនសែនដើម្បីជោគជ័យមេរៀនទី1ហ៊ុនសែនលុះដោយការរៀនផ្នែកទី1ករណីសិក្សាសម្ដេចហ៊ុនសែននៅកុមារសម្ដេចហ៊ុនសែនត្រូវឪពុកម្ដាយបញ្ជូនទៅសាលាវត្តបទុមកេសរហៅវត្តពីមនៅក្បែរផ្ទះពេលនោះក៏រស់នៅជាមួយព្រះសង្ឃតែម្ដងសម្ដេចព្យាយាមរៀនសូត្រនិងរៀនពូកែជាងកូនអ្នកមានមុខមានមាត់ក្នុងភូមិថែមទៀតសម្ដេចថ្លែងថាខ្ញុំស្អប់ក្មេងៗប្រហើនដែលចេញពីគ្រួសារអ្នកមានអំណាចនិងទ្រព្យសម្បត្តិស្ដុកស្ដម្ភហើយដែលមើលងាយអ្នកក្រពួកគេមិនដែលមើលសៀវភៅរៀនគេទេហើយរៀនអន់តែពួកគេតែងប្រឡងជាប់រហូតមកដល់ឆ្នាំ1964ក្នុងវ័យ13ឆ្នាំសម្ដេចបានការអនុគ្រោះពីព្រះដេចព្រះគុណគឹមច្រែងដែលនិមន្តមកគង់នៅវត្តនាគវ័នក្នុងរាជធានីភ្នំពេញសម្ដេចក៏បានចាក់ចែងពីស្រុកកំណើតតាមព្រះអង្គដើម្បីបន្តការសិក្សាព្រោះនៅស្រុកពុំមានសាលាកម្រិតខ្ពស់រៀនទៀតទេនៅភ្នំពេញសម្ដេចរៀននៅវិទ្យាល័យអន្តរទេវីក្រោយពីការបំពេញកិច្ចការបម្រើសង្ឃរួចរាល់វេលាម៉ោង6:30នាទីព្រឹកសម្ដេចត្រូវដើរចេញពីវត្តទៅសាលារៀនចំពោះថ្ងៃដែលចំវេនដើរបិណ្ឌបាតជាមួយព្រះសង្ឃសម្ដេចត្រូវយួរចានស្រាក់ទៅសាលាជាមួយតែម្ដងនិងសុំគ្រូចេញមុនម៉ោងសម្ដេចហ៊ុនសែនប្រាប់ថានៅសាលាអន្តរទេវីសឹងតែគ្មានបង់ថ្លៃគ្រាន់តែចំណាយលើដីសនិងកីឡាតែប៉ុណ្ណោះតែពេលចូលរៀនសាលាត្រូវបង់1800រៀលវាពិបាកណាស់សម្រាប់កូនអ្នកក្រដើម្បីចូលរៀនពីព្រោះប្រាក់1800រៀលស្មើនឹង$51អាមេរិកដែលនេះជាសាច់ប្រាក់ច្រើនណាស់សម្ដេចហ៊ុនសែនឈប់រៀនពីសាលាអន្តរទេវីក្នុងឆ្នាំ1969ដោយសារខ្ញុំចេញដោយសារតែព្រឹត្តិការណ៍នៅក្នុងវត្តសម្ដេចបន្តថាក្នុងចន្លោះឆ្នាំ1967ដល់ឆ្នាំ1969នគរបាលសម្ងាត់របស់សម្ដេចសីហនុចូលទៅក្នុងវត្តហើយចាប់មនុស្សដែលគេសង្ស័យថាជាអ្នកមានទស្សនៈប្រឆាំងសម្ដេចសីហនុពេលនោះបងជីដូនមួយរបស់សម្ដេចត្រូវគេចាប់ធ្វើឲ្យសម្ដេចខ្លាចក៏ចាក់ចេញពីវត្តទៅស្រុកកំណើតតែក្រោយមកគេដោះលែងវិញសម្ដេចបំរុងវិលទៅបន្តការសិក្សាវិញតែរដ្ឋប្រហារទម្លាក់សម្ដេចសីហនុថ្ងៃទី18ខែមីនាឆ្នាំ1970បានផ្ទុះឡើងហើយខ្ញុំក៏មិនអាចវិលទៅវត្តវិញដែរសម្ដេចបញ្ជាក់ការលើកឡើងទាំងពីរករណីនេះសមល្មមបង្ហាញថាសម្ដេចយកការសិក្សាស្វែងរកវិជ្ជាជាធំដោយមិនខ្មាស់អៀនដែលខ្លួនឯងជាក្មេងវត្តទាំងនៅស្រុកកំណើតពិសេសនៅភ្នំពេញដែលខ្លួនកាន់តែធំទៅត្រូវយួរចានស្រាក់ទៅសាលាចំពោះថ្ងៃចំវេនបិណ្ឌបាតកំណត់ត្រាក្នុងសៀវភៅហ៊ុនសែនបរោះខ្លាំងរបស់កម្ពុជាដដែលនេះសម្ដេចហ៊ុនសែនធ្លាប់ថ្លែងថាខ្ញុំមិនបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាទេតែក្រោយមកទៀតខ្ញុំបញ្ចប់កម្មវិធីសិក្សាតាមរយៈការរៀនសូត្រពេលធ្វើការមិនពេញម៉ោងខ្ញុំចូលចិត្តរៀនខ្លាំងណាស់សម្ដេចពូកែខាងគណិតវិទ្យាដោយមានម្ដាយជាអ្នកនៅពីក្រោយហើយម្ដាយលោកបានបំពាក់ចំណងផ្នែកអក្សរសិល្ប៍ពីលើសម្ដេចហ៊ុនសែនបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកនយោបាយពីវិទ្យាស្ថានជាតិនយោបាយនៃប្រទេសវៀតណាមក្នុងឆ្នាំ1991និក្ខេបបទរបស់សម្ដេចសរសេរអំពីលក្ខណៈសំខាន់ៗនៃនយោបាយកម្ពុជាមានកម្រាស់172ទំព័រសៀវភៅហ៊ុនសែនបរោះខ្លាំងរបស់កម្ពុជាទំព័រ148បញ្ជាក់ទៀតថាគាត់បំពេញការខ្វះចន្លោះក្នុងការអប់រំជាផ្លូវការដោយបញ្ចប់និក្ខេបបទមួយជាទឹកតាងបន្ថែមតាមការដកស្រង់ពីសៀវភៅដដែលនេះនៅទំព័រ145ដែលចំណុចនេះហាក់បង្ហាញនៃក្នុងស្មារតីធៀបគ្នារវាងសម្ដេចហ៊ុនសែននិងសម្ដេចក្រមព្រះនរោត្តមរណរដ្ឋនោះសម្ដេចហ៊ុនសែនថ្លែងប្រាប់អ្នកនិពន្ធថាព្រះអង្គមានសញ្ញាបត្រនៅស្រុកបារាំងខ្ញុំទទួលសញ្ញាបត្របណ្ឌិតនៅវៀតណាមក្រៅពីការតស៊ូពុះពៀរៀននៅសាលាសម្ដេចចូលចិត្តស្រាវជ្រាវអានសរសេរនិពន្ធជាកំណាព្យបទចម្រៀងផ្សេងដែលធ្វើឲ្យសមត្ថភាពខួរក្បាលលោកមហិមាលើសអ្នកធម្មតាដោយចាត់ទុកចំណេះវិជ្ជាជាគ្រឹះជោគជ័យជាពិសេសដោយធ្លាប់ឆ្លងកាត់ខ្លួនឯងខ្វះសាលាសម្ដេចកសាងសាលានិងបណ្ណាល័យតាមមូលដ្ឋានរាប់ភ្លេចដូចគ្នាដែរដោយខ្វះឯកសារអានសិក្សាស្រាវជ្រាវនិងយុវជនខ្មែរមិនសូវចំណូលខាងអានស្រាវជ្រាវសម្ដេចបង្កើតយន្តការនានាដើម្បីជំរុញទឹកចិត្តក្នុងនោះជារឿយសម្ដេចតែងតែអំពាវនាវឲ្យអ្នកនិពន្ធស្រាវជ្រាវចងក្រងនិពន្ធបោះពុម្ពផ្សាយនិងបានឧបត្ថម្ភថវិកាដល់អ្នកនិពន្ធស្នាដៃដែលខ្វះលទ្ធភាពបោះពុម្ពជាពិសេសសម្ដេចបានចេញអនុក្រឹត្យបង្កើតទិវាអំណាចជាតិ
11មីនាថែមទៀតផងឧទាហរណ៍មួយក្នុងចំណោមសកម្មភាពរាប់មិនអស់នៅថ្ងៃទី13ខែធ្នូឆ្នាំ2019សម្ដេចហ៊ុនសែនបានប្រកាសតាម Facebook ផ្ដល់សៀវភៅអានរាប់ពាន់ក្បាលក្នុងពិព័រណ៍សៀវភៅថ្នាក់ជាតិក្រោមប្រធានបទផ្ដើមក្តីស្រមៃដៃកាន់សៀវភៅចាប់ពីថ្ងៃទី13ខែធ្នូដល់ថ្ងៃទី15ខែធ្នូឆ្នាំ2019នៅបណ្ណាល័យជាតិនេះជាសារជំរុញការអានសិក្សាស្រាវជ្រាវក្នុងចំណោមយុវជននិងមហាជនទន្ទឹមនឹងការប្រកាសចែកចាយសៀវភៅតាម Facebook នេះដែរសម្ដេចបានដកស្រង់ទស្សនៈអប់រំស្នាដៃនិពន្ធរបស់អ្នកប្រាជ្ញខ្មែរមួយចំនួនពាក់ព័ន្ធនឹងការសិក្សាអប់រំមកបង្ហាញផងដែរសម្ដេចហ៊ុនសែនសៀវភៅនីមួយៗសុទ្ធតែបង្កប់នៅទស្សនៈអប់រំខុសៗគ្នាជាក់ស្ដែងសៀវភៅក្រមងុយបានក្រើនរំលឹកដល់យុវជនថាបើចង់ស្រាលខ្លួនរៀនសូត្រឲ្យមួនឲ្យមាំឲ្យស្ទាត់កុំចេះស្ទាក់ស្ទើរល្ងីល្ងើឥតបត់បើចេះប្រកបប្រាក់រត់តាមហៅចំណែកសៀវភៅស្រីហេតោបាទេសសម្ដេចដកស្រង់មកថាកាន់តែសម្បូរបែបនៅទស្សនៈជាច្រើនដែលនាំទៅដល់ការត្រិះរិះពិចារណាគ្រប់បែបយ៉ាងក៏ដូចជាការអប់រំនៅក្នុងវគ្គមួយនៃសៀវភៅនោះបានសរសេរថាបុគ្គលមានចំណេះដឹងតិចកាលបាត់បង់ទ្រព្យអស់ហើយកិច្ចការផ្សេងទៀតក៏វិនិច្ឆ័យទៅដែរដូចជាស្ទឹងមានទឹកតិចនាពេលរដូវក្តៅមកដល់ក៏រីងស្ងួតហួតហែងអស់រលីងទាំងនេះនាំឲ្យអាចធ្វើមូលវិចារបានថាសម្ដេចស្មូរនឹងការរៀនតាមរយៈការស្រាវជ្រាវការអានការចងក្រងនិងនិពន្ធផ្សេងៗដូចគ្នាដែរសារដែលសម្ដេចបង្ហោះតាម Facebook ខាងលើក្នុងស្មារតីចង់ក្រើនរំលឹកដល់យុវជននិងមហាជនទូទៅថាមានតែការរៀនមានចំណេះដឹងទេទើបមិនចេះរីងស្ងួតហួតហែងគ្រប់កលៈទេសៈនិងជួយស្រោចស្រង់សម័យខ្លួនគ្រួសារនិងសង្គមជាតិថែមទៀតផ្នែកទី2ទស្សនៈសិក្សាមិនដឹងមុតអ្នកស្ដាប់យល់បែបណាទេសម្រាប់ខ្ញុំយល់ថាគ្មានជោគជ័យណាកើតមានដោយគ្មានចំណេះវិជ្ជានោះទេជោគជ័យដោយចៃដន្យជាជោគជ័យមិនស្ថិតស្ថេរដូច្នេះត្រូវលុះដោយការរៀនសូត្រមិនត្រូវប្រញាប់បោះបង់ការសិក្សាហើយស្រវាឃើញការងារដែលផ្ដល់ប្រាក់កម្រៃនៅចំពោះមុខភ្លាមៗនោះឡើយខ្ញុំបង្កើតប្រយោគមួយថាកុំមើលឃើញតែលុយថ្ងៃនេះគួរមើលឃើញលុយថ្ងៃស្អែកផងជោគជ័យដែលបានដោយចៃដន្យដោយសំណាងដោយគ្មានមូលដ្ឋានចំណេះដឹងជាជោគជ័យដែលមើលមិនឃើញឬដូចទឹកនៅលើស្លឹកឈូកឬក៏ជាជោគជ័យដែលបាត់ទៅវិញនៅពេលដែលយើងគេងលក់ទៅការរៀនតែពីសាលាមួយមុខគត់ទោះជំនាញជាក់លាក់តែពុំស្រាវជ្រាវបន្ថែមនោះពុំទូលំទូលាយឡើយការរៀនតែជំនាញឯកទេសសុទ្ធដោយមិនស្រាវជ្រាវសិក្សាឆ្វេងយល់ចំណេះដឹងទូទៅឲ្យច្រើនទេនាំឲ្យសមត្ថភាពចង្អៀតជាគំនិតផ្ទាល់ខ្លួនខ្ញុំចាត់ទុកមានសៀវភៅមានលុយខ្ញុំធ្លាប់រងពាក្យចំអកពេបជ្រាយពីញាតិជិតខាងខ្លះថាឲ្យខ្ញុំរៀនបានស៊ីអីតែឪពុកម្ដាយខ្ញុំនិងឆន្ទៈខ្ញុំមិនបោះបង់ទោះពេលនោះទសវត្សរ៍ឆ្នាំ80 90 2000គ្រួសារខ្ញុំសឹងរកបបរហូបគ្មានក្តីជារួមកុំគិតខ្លីនឹងការរៀនមានវិធីច្រើនដើម្បីបន្តការសិក្សាសម័យនេះគ្មាននរណាម្នាក់ក្ររហូតដល់គ្មានលទ្ធភាពរៀននោះទេតែបើមានមែនក៏មានសប្បុរសជនអ្នកនយោបាយឬថ្នាក់ដឹកនាំជួយជ្រោមជ្រែងដែរសំខាន់ឆន្ទៈយើងចង់ឬមិនចង់សាលាបានចូលដល់មុងយើងហើយសូមកុំគិតថាកូនស្រីមិនចាំបាច់រៀនច្រើនកុំគិតថាយើងកូនកសិករកូនកម្មកររៀនទៅក៏នៅតែជាកសិករកម្មករគ្មានខ្សែស្រឡាយបាក់ពួកធ្វើធំដុំដូចគេនោះសូមរៀនពីសម្ដេចហ៊ុនសែនតើលោកចេញពីត្រកូលអ្វីលោកជាកូនកសិករជាក្មេងវត្តតែលទ្ធផលក្លាយជារដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្ដីទីថែមទៀតកុំអស់សង្ឃឹមកុំផ្ដេកផ្ដួលតាមព្រេងសំណាងចូលជួយដោយខ្លួនឯងជាមុនទើបទេវតាជួយជាក្រោយអត្តហិអត្តនោនិថោខ្លួនទីពឹងខ្លួនរៀនដើម្បីផ្លាស់ប្ដូរស្ថានភាពជីវិតបោះបង់ការសិក្សាអាចធ្វើឲ្យស្ថានភាពរបស់យើងកាន់តែដុនដាបទៅវិញទេទោះបីជាធម្មជាតិចំណុចខ្លះយើងមិនចាំបាច់រៀនក៏ចេះក៏ដោយតែនោះជាចំណេះដឹងពីក្នុងធម្មជាតិចំពោះមនុស្សកើតមកត្រូវរស់ក្នុងសង្គមមនុស្សសង្គមបច្ចេកវិទ្យា Digital សង្គមប្រកួតប្រជែងហើយសង្គមវិវត្តឥតឈប់ឈររហូតដល់សម័យសេដ្ឋកិច្ច Digital ទៅទៀតជំហានដំបូងយ៉ាងហោចត្រូវរៀនអក្សរជាតិនិងលេខនិពន្ធជាមូលដ្ឋានជារួមដើម្បីហោះហើរក្នុងសម័យបច្ចេកវិទ្យានេះបានម្នាក់គួរមានជំនាញច្បាស់លាស់ភាសាបរទេសនិងចំណេះដឹងផ្នែកបច្ចេកវិទ្យាផងដែរគ្មានចំណេះ
គ្មានគំនិតគ្មានប្រាជ្ញាគ្មានសិល្បៈនិងវិធីសាស្ត្ររស់នៅល្អនោះក៏គ្មានជោគជ័យលើរឿងណាមួយនោះឡើយមនុស្សគ្មានចំណេះដឹងកម្រជោគជ័យណាស់បើជោគជ័យក៏ជោគជ័យដោយចៃដន្យនិងគ្មានគ្រឹះជាអមតៈដែរចំពោះការរៀនសូត្រទៀតសោតក៏បីបន្តរៀនជំនាញផ្សេងទាំងជំនាញរឹងដែលរៀនរយៈពេលវែងកម្រិតឧត្តមសិក្សាឡើងនិងទាំងជំនាញទន់វគ្គខ្លីៗដើម្បីគ្រប់គ្រងឬជួយជំនាញរឹងបន្ថែមត្រូវតែរៀនគ្រប់ទីកន្លែងនិងរៀនពីគ្រប់មជ្ឈដ្ឋានរហូតដល់អស់ដង្ហើមនរណាក៏ជាគ្រូបង្រៀនកន្លែងណាក៏ជាសាលារៀនខ្ញុំយល់បែបនេះសុភាសិតអង់គ្លេសគ្មាននរណាម្នាក់ចាស់ពេករៀនមិនកើតនោះទេ No one too old to study សម្រាប់ខ្ញុំជួបមនុស្សរៀនពីមនុស្សជួបខ្មោចរៀនពីខ្មោចទោះបីជាយ៉ាងណាក៏ដោយការរៀនសូត្រក៏បីមានក្បួនមានវិធីសាស្ត្រដែរទើបមានប្រសិទ្ធភាពសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាលោកក៏តែងតែដាស់តឿនជារឿយៗដល់ប្អូនសិស្សានុសិស្សឲ្យប្រឹងរៀនដោយអត្ថន័យក្នុងបទកំណាព្យខាងក្រោមលុយកាក់មាសប្រាក់ក្រមិនធ្វៃត្បូងពេជ្រទោះថ្លៃអ្វីយ៉ាងណាមិនស្មើវិជ្ជាពីសាលានាំកើតប្រាជ្ញាដុសទ្រព្យធនសាលាក៏គោកតាមភូមិឋានរៀនណាក៏បានរត់ឯកជនតែរៀនឲ្យជាក់កុំទម្រុនចំណេះជាទុនពុនជីវិតក្នុងថ្នាក់ស្ដាប់គ្រូទើបហៅសិស្សកុំជ្រលឹះបឺស្ដាប់រួចគិតបើគិតមិនយល់តល់គំនិតកូនចៅផ្ចង់ចិត្តលើកដៃសួរកុំអៀនកុំខ្មាស់សួរឬកត់ចំណាំកំណត់កត់តាមជួរក្រែងលោភ្លេចភ្លាំងកូនកប់គួរហ៊ានតាំងសំណួរដោយសិលធម៌នៅផ្ទះស្ដាប់ម្ដាយពុកប្រើការកុំលេះលោះណាការពារក្រប្រឹងប្រែងខ្នះខ្នែងទើបកូនល្អចៅជាសសរគ្រួសារជាតិទៅរៀនប្រយែងរឿងសែបគប់ក្រែងប្រសពភពមិត្តចោលមកទៀតនាំកិច្ចសាលារៀបល្បិចស្នៀតប្រព្រឹត្តបៀនបៀតអបាយមុខកុំទុកពេលចោលកូនចៅណាក្នុងក្រៅសាលាជារឿងទុកអំពើមនុស្សធម៌គ្រប់ទំនុកកាយរិទ្ធនាំសុខនិងកាកបាទរៀនរៀបផែនការចរជីវិតកូនមានគំនិតគិតសង្វាតដូចធ្វើទាហានដើរមានខ្នាតផែនទីជាអាចនាំជោគជ័យ